ញ្ញាធិបពាក់ព័ន្ធបានបើកប្រតិបត្តិការបង្ក្រាបការផ្ដោតប្រាក់កម្ចីបែបកេងប្រវ័ញ្ចខុសច្បាប់ដោយយកការប្រាក់ខ្ពស់ជ្រុលហួសហេតុចំនួន5ក្រុមផ្សេងគ្នាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខេត្តព្រៃវែងកណ្ដាលនិងខេត្តស្វាយរៀងយោងតាមការសរសេររៀបរាប់លើទំព័រ Facebook របស់ស្នងការនគរបាលខេត្តព្រៃវែងលោកឈឿនមុនឆននៅថ្ងៃច័ន្ទទី6ខែតុលានេះឲ្យដឹងថាអាជ្ញាធរពាក់ព័ន្ធបានសហការគ្នានឹងឈានដល់ការបង្ក្រាបក្រុមផ្ដាល់ប្រាក់កម្ចីខុសច្បាប់ដែលមានសាខានិងភ្នាក់ងារច្រើនស្មុគស្មាញតែមានផែនការច្បាស់លាស់ដែលបានផ្ដាល់ប្រាក់កម្ចីឲ្យពលរដ្ឋគិតត្រឹមពេលនេះមានចំនួនរាប់ពាន់លានរៀលតាមការសាកសួរពីជនសង្ស័យការផ្ដាល់ប្រាក់កម្ចីនេះដោយពួកគេយកការប្រាក់ចន្លោះ10ទៅ15%នៃប្រាក់ដើមសរុបហើយពលរដ្ឋត្រូវបង់ប្រាក់សរុបថេរជារៀងរាល់ថ្ងៃមកវិញតែទោះជាយ៉ាងណាក៏ដោយការបង់សងរបស់ពលរដ្ឋរាល់ថ្ងៃជូនក្រុមហ៊ុនវិញក៏ក្រុមហ៊ុននៅតែមិនបន្ថយចំនួនការប្រាក់ដែលត្រូវបានគិតការពីដំបូងនៃទំហំខ្ចីប្រាក់ដើមសរុបឡើយប្រពន្ធរដ្ឋដែរបន្តថាបើកណនីឲ្យបានត្រឹមត្រូវការប្រាក់របស់ពលរដ្ឋមានចំនួនប្រមាណជា 80% នៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹម1ខែដែលនេះគឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋដែលខ្វះការយល់ដឹងនិងកំពុងទីតក្រគ្មានជំរឿនគរបាលខេត្តព្រៃវែងក៏បានអំពាវនាវឲ្យពលរដ្ឋឈប់ខ្ចីប្រាក់បែបនេះបន្តទៀតបើមិនដូច្នោះទេ1ឆ្នាំឬ2ឆ្នាំខាងមុខអ្នកដែលបានខ្ចីប្រាក់នេះនឹងលក់ដីលក់ផ្ទះគ្មានសេសសល់ឡើយ